អូខេសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបាទ Fujimi ថ្ងៃនេះដែរយើងនឹងមកបន្តសាច់រឿងកម្ពុជាទេសកលរោគចិត្តរបស់យើងបន្តទៀតចំពោះអ្នកតាមមកថ្មីអត់ទាន់បានមើលភាគទី1ទី2ទេតរមើលខ្លួនឯងទៅជប់ប្រាប់ទៅធំអស់ហើយបើមិនទាន់ចុច Subscribe ទេចុចឲ្យហើយទៅចាំ2 3ខែក្រោយទៀតចាំចេញរឿងឲ្យមើលទៀតអូខេអញ្ចឹងកុំឲ្យខាតពេលយូរតោះដាក់ឲ្យវឺតទៅឈប់ចូល sponsor យើងមួយសិនវីដេអូនេះ sponsor ដោយជីនតាន់ថយនៅជីនតាន់ថយមានលក់ឲ្យបានអានីមេគ្រប់ប្រភេទគ្រប់មុខគ្រប់ម៉ាកគ្រប់បែបយ៉ាងទាំងអស់អីក៏មានដែរមិនថាកៅអៅមិនថាកាតាប accessory figure status top grade original អីក៏មានដែរនិយាយទៅអ្នកនរគ្នាចង់រកអីក៏បានសឹងថាមានគ្រប់មុខទាំងអស់ហើយហ្នឹងអញ្ចឹងបើសិនជាអ្នកនរគ្នាត្រូវការអវ៉ាន់អានីមេចង់ទិញអវ៉ាន់អានីមេកុំភ្លេចជីនតាន់ថយគឺជាជម្រើសដ៏ល្អសម្រាប់អ្នកនរគ្នាចំពោះ link page admin ដាក់នៅក្នុង description ខាងក្រោមកាលពីភាគមុនយើងបានចប់នៅកន្លែងដែលអូនថេនកាហ្នឹងបានសុំប្រូយូគីដែលជាតួឯកផលរបស់យើងហ្នឹងពីអូនគីយូកាហើយអាសូរសុំគ្នាយកទៅធ្វើអីលោកសុំគ្នាយកទៅចិញ្ចឹមកុំឲ្យអបសុកធ្វើមើលគ្នាសាន់ចាំម៉ៃគ្នាមនុស្សដល់ចឹងទៅអូនគីយូកាមិនព្រមឲ្យព្រោះក្រុមរបស់នាងក៏ត្រូវការប្រូយូគីដែរនិយាយទៅគង់តែបានប្រូយូគីហ្នឹងឯងជួយធ្វើការងារផ្ទះសបាយងសំខាន់យកទៅវាយគ្នាបានទៀតឲ្យស្រួលមិនកើតកំពុងតែមានប្រុសតាមអាក្របនឹងផងអញ្ចឹងយកបងពូជមីទៅជំនួសវិញទៅអូនថេនកាអើយនៅតាមផ្លូវត្រឡប់ទៅកន្លែងវិញប្រូយូគីមានការគាំងជាខ្លាំងព្រោះគាត់បានដឹងថាអូនថេនកានឹងចង់បានគាត់យកទៅនៅជាមួយនិយាយទៅប្រូយូគីមិននឹកស្មានថាស្រីស្អាតហើយប្រកែកដូចជាអូនថេនកានឹងចាប់អារម្មណ៍គាត់អញ្ចឹងសោះលុះយប់ឡើងប្រូយូគីក៏ចាប់ផ្ដើមគិតណាគួរទៅនៅជាមួយនឹងអូនថេនកាអត់បើអូនថេនកាខ្ជូតគួរឲ្យស្រឡាញ់ម្លឹងកំពុងតែគិតសុកហ្នឹងម៉ែអូយលេងតោអូនថេនកាលួច teleport មករកប្រូយូគីដល់បន្ទប់លំមពេលឃើញអញ្ចឹងប្រូយូគីមានការគាំងជាខ្លាំងវាមិនដែលណានឹកដើមទៅហើមដល់អញ្ចឹងទេបីកុំមាត់លឺពេកបងចាំម៉ូនឲ្យលុយរួចហើយអូនថេនកាក៏បានចាប់ប្រូយូគីណែចាប់អញ្ចឹងជាមួយនាងអញ្ចឹងទៅចៃដនអីអូនស៊ូស៊ូក៏បានមកប្រមូលប្រូយូគីនឹងលេងហ្គេមជាមួយនាងចាប់បានស្រេចដាច់ភាអស់លីងរួចហើយពួកគេក៏បានយក2នាក់ហ្នឹងមកសួរចម្លើយដល់អញ្ចឹងទៅអូនថេនកាក៏បានដោះសារជាមួយនឹងអូនគីយូកាថាអូនគីយូកាហ្នឹងអត់ឲ្យប្រូយូគីមកនាងមែនតែមានហាមបិទសិតអត់ឲ្យនាងមកជួបប្រូយូគីណាមិនអញ្ចឹងហើយឥឡូវហ្នឹងនាងអបសុកមកជួបប្រូយូគីលេងមានអីខុសអូ my god បកស្រាយបានល្អសមហេតុផលឲ្យរួចខ្លួនម្ដងអញ្ចឹងរួចអូនថេនកាក៏អាចត្រឡប់ទៅកន្លែងរបស់នាងវិញដោយសុវត្ថិភាពបន្ទាប់មកអូនគីយូកាក៏បានឲ្យអូនណេជាមួយនឹងអូនស៊ូស៊ូសាកប្រើធម្មពលរបស់ពួកនាងជាមួយនឹងប្រូយូគីព្រោះអីអូនគីយូកាចង់ដឹងថានៅពេលដែលពួកនាងប្រើទៅលើប្រូយូគីទៅប្រូយូគីនឹងប្រែទៅជាទម្រង់អីហើយខ្លាំងឬក៏អត់ដូចនេះអូនេក៏បានឡើងលើប្រូយូគីមុនដើម្បីតេស្តសាកមើលយើងឃើញថាប្រូយូគីក៏បានប្រែទៅជាទម្រង់ថ្មីមួយទៀតមើលទៅខ្ជូតដូចអូនេអញ្ចឹងបើនិយាយពីសមត្ថភាពពិសេសវិញក៏មិនខុសពីអូនេប្រហែលដែរគឺមានភ្នែក X-ray មើលធ្លុះនិយាយទៅគឺមើលធ្លុះទាំងអាវក្នុងអូនរបស់យើងទៀតឃើញហើយឡើងចង់ដាច់ផ្ងាជាមួយនឹងសមត្ថភាពក៏ដូចជាទម្រង់របស់ប្រូយូគីមួយនេះអូនគីយូកាគិតថាវាមិនសូវខ្លាំងប្រហែលទេតែក៏វាមានប្រយោជន៍ដែរទុកមើលទីតាំងលាក់ខ្លួនរបស់សត្រូវក្រោយពីតេស្តប្រូយូគីហើយអូនេក៏បានថើបប្រូយូគីមកសើជារង្វាន់បន្ទាប់មកក៏ដល់វេនអូនស៊ូស៊ូសាក់តែម្ដងមុននឹងឡើងលើខ្នងប្រូយូគីហ្នឹងអូនស៊ូស៊ូក៏បានគិតថាបើសិនបើជានាងតេស្តសមត្ថភាពនៅលើប្រូយូគីជោគជ័យហើយដឹងតែបានអីមួយប្រូយូគីអីតែមានណាពេលផែកាឡាចេញមកអត់ត្រូវចិត្តអូនគីយូកានោះទេព្រោះអីតម្រងមួយនេះវាបានតែតាន់ហ្នឹងហើយកម្លាំងខ្លាំងតែប៉ុណ្ណឹងតែបើយកទៅវាយគេវិញគឺយឺតវាយគេមិនត្រូវទេនិយាយទៅតម្រងមួយនេះបើសិនជាយកទៅធ្វើតែងប្រហែលជាល្អអញ្ចឹងមានន័យថាការធ្វើតេស្តរបស់អូនស៊ូស៊ូគឺបរាជ័យហើយអត់បានអីជាមួយនឹងប្រូយូគីបដ ாய் សែតហ្មងណាបន្តិចក្រោយមកក៏ដល់ម៉ោងអូននេទៅរៀនហើយប្រូយូគីក៏បានសុំខ្លួនជូននាងទៅមួយថ្ងៃនៅតាមផ្លូវប្រូយូគីក៏បានដឹងថាមូលហេតុដែលអូននេចូលរួមក្រុមអ្នកកម្ចាត់បិសាចទាំងខ្លួន3ក្មេងបែបនេះគឺដោយសារតែនាងនឹងបានបាត់បង់គ្រួសាររបស់នាងនៅក្នុងច្រកទ្វារបិសាចនិយាយទៅវាមិនខុសពីប្រូយូគីប្រហែលទេដែលបាត់បង់បងស្រីរបស់ខ្លួនចឹងដែរទោះជាយ៉ាងណាអូននេជាមួយនឹងប្រូយូគីអត់ដែលបាក់ទឹកចិត្តនោះទេហើយតែងតែគិតថាមនុស្សជាទីស្រឡាញ់របស់ខ្លួនអាចនឹងមានជីវិតចំណែកឯនៅខាងអូនថេនកាជាមួយនឹងអូនគីយូកាវិញឥឡូវហ្នឹងពួកគេក៏បានមកញ៉ាំសាច់អាំងលេងជាមួយគ្នានៅពេលហ្នឹងអូនថេនកាក៏បានប្រាប់ដំណឹងខ្លះៗដែលនាងទទួលបានពីថ្នាក់លើនិយាយទៅពួកថ្នាក់លើហ្នឹងអត់ទាន់ចង់ឲ្យពួកគេធ្វើអីពួកមនុស្សកាត់បិសាចហ្នឹងទេដោយសារតែខាង Supreme Commander របស់យើងហ្នឹងគឺចង់ជួបចរចាជាមួយនឹងពួកទាំងអស់ហ្នឹងដើម្បីសិក្សាស្វែងយល់ពីអាកំបាំងបន្ថែមទៀតនៅក្នុងច្រកបិសាច
បើទោះបីជាការធ្វើបែបនេះមានហានិភ័យទៅដល់ក្រុមអ្នកកម្ចាត់បិសាចក៏ដោយក៏ប៉ុន្តែអូនថេនកាជាមួយនឹងអូនគីយូកាហ្នឹងគ្មានក្តីព្រួយបារម្ភទេហើយមូលហេតុហ្នឹងគឺដោយសារតែក្រុមរបស់ពួកគេទាំងពីរក្រុមទី6ទី7ហ្នឹងគឺបានចងសម្ព័ន្ធភាពជាមួយគ្នាដូចជិះទូកតែមួយឯហ្នឹងជាពិសេសក្រុមអូនទាំងពីររបស់យើងគឺសម្បូរទៅដោយអ្នកដែលមានសមត្ថភាពក៏ដូចជាទេពកោសល្យខ្លាំងៗនៅថ្ងៃបន្ទាប់អូនគីយូកាក៏បាននាំប្រូយូគីចេញមកកម្ចាត់បិសាចនៅខែទៅ2នាក់នៅពេលហ្នឹងយើងឃើញថាសមត្ថភាពរបស់ប្រូយូគីឥឡូវហ្នឹងគឺពិតជាអាប់ដេតខ្លាំងមែនតើហើយអូនគីយូកាគឺពិតជាមានការកោតសរសើរចំពោះថ្វីដៃរបស់ប្រូយូគីជាខ្លាំងបន្ទាប់ពីកម្ចាត់បិសាចហ្នឹងអស់ហើយអូនគីយូកាក៏បានផ្ដល់រង្វាន់ថើបមាត់ប្រូយូគីឡើងស្វីតថ្ងៃនេះដែរអូនថេនកាម្ញ៉ែប្រូយូគីដល់កន្លែងទៀតហើយបើមិនបានឃើញមុខប្រូយូគីមួយថ្ងៃអូនថេនកាគឺនៅមិនសុខទេនៅពេលដែលអូនថេនកាត្រឡប់ទៅវិញចេញទៅផុតអូននេក៏ស្រាប់តែមានអារម្មណ៍ទទួលដឹងថាមានមនុស្សនៅខាងក្រៅកំពុងតែមានគ្រោះថ្នាក់ដល់ចឹងទៅអូនគីយូកាក៏បានចាត់ឲ្យអូនស៊ូស៊ូជាមួយនឹងអូនហ៊ីមេរីចេញទៅជួយនៅពេលដែលទៅដល់តាមពិតទៅអូនកូកូបន្លំខ្លួនបិឆោតពួកគេសោះឃើញដូចនេះអូនហ៊ីមេរីអត់ធ្វើអីអូនកូកូទេហើយក៏បានសុំចរចាជាមួយនឹងអូនកូកូតាមបញ្ជាថ្នាក់លើព្រោះអីអូនកូកូនឹងគឺជាមនុស្សកូនកាត់បិសាចក៏ប៉ុន្តែអូនកូកូអត់ខ្វល់នោះទេរួចក៏បានហៅកូនចៅរបស់នាងចេញមកចាត់ការទៅលើអូនហ៊ីមេរីជាមួយនឹងអូនស៊ូស៊ូបន្តទៀតក៏លេចមកមើលប្រូយូគីវិញឥឡូវហ្នឹងគាត់កំពុងតែឆ្លុះកញ្ចក់មើលរៀងរើសាច់ដុំរបស់គាត់ណាព្រោះថាគាត់ឥឡូវខ្លាំងជាងមុនតែភ្លាមនោះអូនគីយូកាក៏បានមកដល់ក៏ហៅប្រូយូគីហ្នឹងឲ្យចេញទៅជួយអូនស៊ូស៊ូជាមួយនឹងអូនហ៊ីមេរីជាបន្ទាន់ដល់ចឹងទៅប្រូយូគីក៏បានប្រែកាឡាខ្លួនគាត់តឹងស្រាតទៅចឹងទៅកំឡុងពេលដែលអូនហ៊ីមេរីប្រយុទ្ធគ្នាជាមួយនឹងអូនកូកូហ្នឹងយើងឃើញថាកូនចៅរបស់អូនកូកូដែលនាងជីហ្នឹងគឺមានសមត្ថភាពមិនធម្មតានោះទេនិយាយទៅខប់កាភ្លើងរបស់អូនហ៊ីមេរីល្មមគឺបាញ់អត់ចូលវានោះឡើយព្រាមនោះដែរគ្នារបស់អូនកូកូដែលមានឈ្មោះថាអូនណាអហ្នឹងក៏បានបង្ហាញខ្លួនមកម្នាក់ទៀតដល់ចឹងទៅអូនស៊ូស៊ូក៏បានទប់ទល់ជាមួយនាងក៏ប៉ុន្តែនៅពេលហ្នឹងអូនស៊ូស៊ូទប់ទល់មិនទាន់បាន1នាទីផងក៏ត្រូវបានអូនណាអហ្នឹងវាយនាងឲ្យត្រូវលវោះចំដៃបាត់ទៅហើយចំណែកឯនៅខាងអូនគីយូកាជាមួយនឹងប្រូយូគីវិញពួកគេទាំងពីរក៏ត្រូវបានអូនអាអូបាស្ទាក់ផ្លូវពួកគេមិនទាន់នឹងបានធ្វើអូនអាអូបានឹងផងភ្លាមនោះអូនអាអូបាក៏អាចចាប់យកប្រូយូគីទៅជាមួយនាងបានសម្រេចហើយពួកអូនបិសាចទាំង3ហ្នឹងក៏បានដកថយទៅវិញអស់ភ្លាមក្នុងស្ថានភាពបែបនេះអូនគីយូកាឆ្ងល់ខ្លាំងមែនទែនថាក្រុមគ្រីគ្នារបស់អូនអាអូបាហ្នឹងចាប់ប្រូយូគីយកទៅធ្វើអីក៏លេចមកខាងប្រូយូគីវិញឥឡូវហ្នឹងគាត់បានមកដល់កន្លែងរបស់អូនអាអូបាហើយសំខាន់គាត់ឆ្ងល់ខ្លាំងមែនទែនមិនបានជាអូនកូកូហ្នឹងលិតលវោះគាត់ទៅអីកន្លែងហ្នឹងអូនកូកូមិនលិតធម្មតាគ្នាយើងលិតឡើងស៊ីអារម្មណ៍អើយព្រឺសម្បូរឡារោគចិត្តសាហាវនិយាយទៅគ្នាកំពុងតែអត់ក្អាវទៀតមកលិតអញ្ចឹងអីមិនដឹងគ្នាទប់ជាប់អត់ទេបានបន្តិចអូនអាអូបាក៏បានមកដល់ចាប់អូនកូកូចេញព្រោះថាវាអាក្រក់មើលពេកតែនាងក៏បានអរគុណអូនកូកូផងដែរដែលបានជួយលុតលវោប្រូយូគីហ្នឹងឲ្យជាដោយឃើញថាក្រុមគ្នាអូនអាអូបានឹងអត់ធ្វើអីចឹងប្រូយូគីឆ្ងល់ខ្លាំងមែនតើថាពួកគេចាប់គាត់មកធ្វើអីរួចហើយយើងក៏បានដឹងថាតាមពិតទៅអូនអាអូបាហ្នឹងគឺជាបងស្រីបង្កើតរបស់ប្រូយូគីដែលបានបាត់ទៅនឹងសោះនៅពេលដែលដឹងថាបងស្រីរបស់ខ្លួននៅមានជីវិតឈរចំពោះមុខខ្លួនបែបនេះប្រូយូគីមានសេចក្តីរំភើបជាខ្លាំងរហូតដល់ស្រក់ទឹកភ្នែករួចហើយអូនអាអូបាក៏បានឲ្យប្រូយូគីនឹងស្លៀកពាក់ឲ្យស្រួលចាំនាងបញ្យល់ប្រាប់រឿងរ៉ាវមូលហេតុគ្រប់យ៉ាងទៅកាន់ប្រូយូគីឲ្យបានដឹងបន្ទាប់មកអូនអាអូបាក៏បានជូនប្រូយូគីដើរមើលទីតាំងភូមិសាស្ត្រនៅទីនេះដោយនៅទីនេះអូនអាអូបាបានដាក់ឈ្មោះឲ្យវាថាគឺជាភូមិសម្ងាត់ព្រោះអីអត់មានកងកម្លាំងកម្ចាត់បិសាចណាដែលធ្វើដំណើរមកដល់កន្លែងហ្នឹងទេដោយសារតែកន្លែងហ្នឹងអត់មានផ្លែប៉េះដោះមួយវិញទៀតកន្លែងហ្នឹងមិនមែនមានតែគ្នាអូនអាអូបា3នាក់ហ្នឹងឯណាគឺនៅមានអ្នកភូមិប្រហែលជា20នាក់ទៀតរស់នៅកន្លែងហ្នឹងដោយពួកគេទាំងអស់គឺសុទ្ធតែមានសភាពពាក់កណ្ដាលមនុស្សពាក់កណ្ដាលបិសាចដូចជាក្រុមគ្នារបស់អូនអាអូបាអញ្ចឹងដែរដោយមិនចង់ឃើញបងស្រីរបស់ខ្លួនក៏ដូចជាអ្នកដទៃទៀតរស់នៅក្នុងសភាពបែបនេះតទៅទៀតប្រូយូគីក៏ចង់សុំជំនួយពីខាងអង្គភាពកញ្ចាត់បិសាចខាងលោពួកគេមានវិធីសាស្ត្រអាចជួយបងស្រីក៏ដូចជាអ្នកដទៃទៀតបានគ្រាន់តែលើប្រូយូគីនិយាយបែបនេះហើយនៅពេលហ្នឹងក្រុមគ្នារបស់អូនអាអូបាក៏បានផ្លាស់ប្ដូរទឹកមុខទៅជាកាយសាហាវវិញភ្លាមតែម្ដងព្រោះពួកគេមិនអាចសុំជំនួយពីសត្រូវចឹងបាននោះទេហើយមូលហេតុដែលក្រុមគ្នារបស់អូនអាអូបាស្អប់ពួកអង្គភាពកញ្ចាត់បិសាចខ្លាំងបែបនេះគឺដោយសារតែមានក្រុមមួយឈ្មោះថាយីងអញ្ញែងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពកម្ចាត់បិសាចហ្នឹងបានចាប់ពួកគេក៏ដូចជាជនរងគ្រោះដទៃទៀតយកទៅពិសោធន៍ហើយក្រុមនឹងដែរគឺតែងតែចាប់មនុស្សដែលស៊ីផ្លែពេះហើយមិនអាចគ្រប់គ្រងធម្មពលបានយកទៅពិសោធន៍រហូតដូចជាក្រុមគ្នារបស់អូនអាអូបាអញ្ចឹងដូចនេះទើបបានជាគ្នារបស់អូនអាអូបាបានលួចរត់ចេញពីកន្លែងហ្នឹងហើយតាមសងសឹកពួកហ្នឹងកុំឲ្យពួកហ្នឹងធ្វើបាបអ្នកដទៃក៏ដូចជាចាប់អ្នកដទៃយកទៅធ្វើពិសោធន៍តទៅទៀតពេលស្ដាប់បងស្រីរបស់ខ្លួនបកស្រាយហើយប្រូយូគីសឹងតែមិនជឿនោះទេថាវាមានរឿងចឹងកើតឡើង
ទោះជាយ៉ាងណាអូនអាល់បាក៏បានបញ្ចុះបញ្ចូលប្រូយូគីឲ្យនៅទីនេះជាមួយគ្នាហើយឈប់ធ្វើជាកញ្ចះរបស់អូនខីយូកាតទៅទៀតទៅហើយកុំទុកចិត្តអ្នកនៅក្នុងអង្គភាពកម្ចាត់បិសាចនឹងខ្លាំងពេកជាពិសេសនាងនឹងរកវិធីធ្វើឲ្យខ្លួនឯងខ្លាចទៅជាដូចដើមវិញដោយខ្លួនឯងមិនចាំបាច់ឲ្យអ្នកណាមកជួយនាងនោះឡើយកាន់មកខាងអូនខីយូកាវិញកំពុងតែនឹករកវិធីក៏ដូចជាជួយប្រូយូគីសុកនឹងភ្លាមនោះរាងកាយរបស់នាងក៏ចាប់ផ្ដើមភ្ញោចដឹងពីទីតាំងរបស់ប្រូយូគីដោយមិនដឹងខ្លួននៅពេលហ្នឹងនាងក៏មានអារម្មណ៍រៀងឆ្ងល់ដែរតែដល់ពេលគិតចុះឡើងទៅក៏បានដឹងថាតាមពិតទៅដល់ពេលវេលាដែលរាងកាយរបស់នាងត្រូវផ្ដល់នូវពន្ធឲ្យប្រូយូគីសោះព្រោះមុនហ្នឹងនាងបានប្រើប្រូយូគីហើយតែមិនទាន់ឲ្យពន្ធណាអញ្ចឹងហើយបើទោះបីជាប្រូយូគីនៅដល់ទីណាក៏នាងអាចរកគាត់ឃើញដែរដោយមិនចាំយូរអូនខីយូកាក៏បាននាំគ្នាចេញទៅរកប្រូយូគីភ្លាមតែម្ដងក្នុងបេសកកម្មហ្នឹងក្រុមរបស់អូនថេនកាក៏បានចេញទៅជួយដែរថៃបើមិនជួយលោកបើគេចាប់ក្រាស់យកទៅអញ្ចឹងបើមិនជួយទៅចម្លែកនៅពេលដែលពួកគេធ្វើដំណើរមកដល់ក្បែរទីតាំងរបស់អូនអាបាភ្លាមនោះអូនអាបាក៏ចាប់ផ្ដើមមានអារម្មណ៍ទទួលដឹងថាមានមនុស្សកំពុងតែនៅខាងក្រៅហើយដូចនេះនាងក៏បានឲ្យអូនកូកូជាមួយនឹងអូនណាអនចេញទៅស្វាគមន៍យើងឃើញថាអូនស៊ូស៊ូនិងអូនសារ៉ាក៏បានតបតជាមួយនឹងអូនកូកូចំណែកឯពីរអ្នកបងប្អូនហ៊ីមេរីនិងយ៉ាជីអូគឺតបតជាមួយនឹងអូនណាអនឆ្លៀតឱកាសហ្នឹងអូនគីយូកានិងអូនថេនកាក៏បានចូលទៅខាងក្នុងដើម្បីស្វែងរកក៏ដូចជារំដោះប្រូយូគីត្រឡប់មកវិញមិនយូរប៉ុន្មានអូនមេរបស់យើងទាំងពីរក៏អាចទៅដល់កន្លែងរបស់ប្រូយូគីដោយសារតែសមត្ថភាព teleport ដ៏អស្ចារ្យរបស់អូនថេនកាមិនទាន់នឹងបាននិយាយគ្នាឲ្យដឹងរឿងស្រួលបួលផងពួកគេក៏អាចយកប្រូយូគីចេញពីអូនអាបាបានសម្រេចយ៉ាងងាយស្រួលលុះមកដល់កន្លែងរៀងស្ងាត់បន្តិចអូនគីយូកាក៏ចាប់ផ្ដើមឲ្យវ័នប្រូយូគីប្រហើយសិនកុំឲ្យសល់ហាយដល់ចឹងទៅអូនថេនកាក៏បានចូលរួមដែរចប់ប្រពន្ធ admin និយាយទៅអូនថេនកានឹងកំពុងតែចង់បានខ្លួនប្រានប្រូយូគីស្រាប់ផងឥឡូវខົບទឹករបស់អូនថេនកាបដ រួចហើយពួកគេក៏ជាមួយគ្នាទាំង3នាក់នឹងអញ្ចឹងទៅក៏កំពុងតែ get high up in the sky ជាមួយនឹងប្រូយូគីសុកហ្នឹងភ្លាមនោះអូនអាបាក៏បានមកដល់រកឃើញពួកគេចប់ដាច់ភាគអស់លីងប៊ីនឹងវិបហាទៅលើអូនទាំងពីរទៅហើយហ្នឹងប្រូយូគីក៏បានខត់តាន់ហើយគាត់ក៏បានព្យាយាមបញ្យល់ប្រាប់រឿងរ៉ាវទាំងប្រមាណឲ្យអូនគីយូកានិងអូនថេនកាបានដឹងចំពោះរឿងដែលក្រុមជីងយ៉ាងបានធ្វើពិសោធន៍ទៅលើមនុស្សកាត់បិសាចនេះអូនថេនកានិងអូនគីយូកាគឺអត់ដែលធ្លាប់ដឹងពីមុនមកនោះទេហើយអ្នកទាំងពីរក៏អត់ប្រកាសថា Supreme Commander របស់ពួកគេដឹងរឿងនេះឬក៏អត់នោះដែរតែបើច្បាស់ថាពួកជីងយ៉ាងនឹងបានធ្វើរឿងអាក្រក់អញ្ចឹងមែនអូនថេនកានិងអូនគីយូកាធានាថានឹងស្រាវជ្រាវក៏ដូចជាចាត់ការពួកនឹងឲ្យអូនអាល់បាក៏ប៉ុន្តែអូនអាល់បាអត់ទុកចិត្តនោះទេព្រោះថាពួកគេគឺសិតតែជាបកពួកតែមួយហ្នឹងអញ្ចឹងហើយអូនអាល់បាគឺត្រូវតែចាត់ការរឿងហ្នឹងដោយខ្លួនឯងដោយសារតែនិយាយគ្នាចរចាគ្នាថំថៅស្រួលបួលអត់បានអូនអាល់បាក៏បានចងប្រូយូគីទុកមកដុំសិនរួចក៏បានចាប់ផ្ដើមប្រយុទ្ធគ្នាជាមួយនឹងអូនទាំងពីរនៅពេលហ្នឹងអូនថេនកាក៏បានឲ្យអូនគីយូកាទប់ទល់ជាមួយនឹងអាបិសាចយូនីហនដើម្បីឲ្យអូនគីយូកាហ្នឹងបានសងសឹកជាមួយវាចំណែកខ្លួនឯងវិញគឺទប់ទល់ជាមួយនឹងបងថ្លៃយីកូនស្រីសិតតែហៅអូនអាល់បាបងថ្លៃទៀតគេលើកប្អូនប្រុសឲ្យនឹងបានមាត់បានកដល់ហើយអូនថេនការបស់យើងកលេចទៅមើលអូននៅខាងក្រៅវិញយើងឃើញថាពួកគេកំពុងតែប្រយុទ្ធគ្នាស៊ីសាច់ហត់ឈាមគ្នាសាហាវខ្លាំងមែនទែនអត់ទាន់ដឹងឈ្នះចាញ់នៅឡើយនោះទេព្រោះអីសមត្ថភាពរបស់ពួកគេគឺស្ទើរតែខ្លាំងប្រហែលគ្នាកំឡុងពេលដែលអូនរបស់យើងប្រយុទ្ធគ្នានឹងស្នូនៃធម្មពលក៏ដូចជាស្នូនៃការបាតុកិច្ចរបស់ពួកគេក៏បានលើទៅដល់អូនជូរីយូរួចនាងក៏បានយករឿងនេះទៅរាយការណ៍ប្រាប់គ្នារបស់នាងនៅកន្លែងហ្នឹងដែរយើងក៏បានដឹងថាក្រុមព្រះទាំង3របស់ពួកគេហ្នឹងគឺកំពុងតែស្វែងរកក្រុមគ្នារបស់អូនអាល់បាយើងដែរហើយបន្តិចទៀតពួកគេនឹងធ្វើដំណើរទៅកន្លែងនោះដូចគ្នាកាន់មកមើលខាងអូនថេនកានិងអូនគីយូការបស់យើងឯនេះវិញឥឡូវហ្នឹងពួកគេគឺកំពុងតែប្រយុទ្ធគ្នាជាមួយនឹងអូនអាល់បាយ៉ាងស្វិតស្វាញដោយអូនថេនកាបានប្រើធម្មពល teleport របស់នាងបញ្ឆោតអូនអាល់បាទៅមកដែលធ្វើឲ្យអូនអាល់បាហ្នឹងបែកនាងអត់ត្រូវនោះទេចំណែកឯអូនគីយូកាវិញនាងកំពុងតែកាប់គ្នាជាមួយនឹងបិសាចយូនីហនហ្នឹងឡើងចាស់ដៃតែម្ដងដើម្បីសងសឹកឲ្យអ្នកភូមិក៏ដូចជាក្រុមគ្រួសាររបស់នាងបកទៅមើលខាងអូនស៊ូស៊ូអូនសារ៉ាអូនហ៊ីមរីនិងអូនយ៉ាជីអូវិញឥឡូវហ្នឹងពួកគេគឺអាចយកឈ្នះអូនកូកូនិងអូនណាអនបានហើយដល់អញ្ចឹងទៅអូនបិសាចខ្ជូតទាំងពីរហ្នឹងក៏បានដកថយត្រឡប់ទៅកន្លែងអូនអាល់បាវិញហើយអូនទាំង4របស់យើងក៏បានដេញតាមពីក្រោយយើងឃើញថាការប្រយុទ្ធគ្នារវាងអូនថេនកានិងអូនអាល់បាគឺមិនទាន់បញ្ចប់នៅឡើយនោះទេឆ្លៀតឱកាសនៅពេលដែលអូនអាល់បាភ្លេចខ្លួនអូនថេនកាក៏បានប្រើធម្មពលរបស់នាងបង្កើតទៅជាប្លេកហូរដ៏ធំមួយស្រូបអូនអាល់បាចូលទៅខាងក្នុង
ក៏ប៉ុន្តែភ្លាមនោះអូនថេនកាក៏បានដូរចិត្តវិញដោយនាងអត់ធ្វើអីបងថ្លៃរបស់ខ្លួននោះទេព្រោះអីក្រាស់របស់នាងប្រូយូគីហ្នឹងគឺស្រឡាញ់បងស្រីរបស់ខ្លួនខ្លាំងណាស់ដល់ហើយនេះហើយអូនថេនកាក៏សុខចិត្តឲ្យអូនអាបាហ្នឹងវាយនាងឲ្យត្រូវរបួសវិញចង់និយាយថាគិតទៅអូនថេនកាហ្នឹងស្មោះស្ម័គ្រមួយប្រុសមែនដើម្បីមនុស្សប្រុសដែលខ្លួនស្រឡាញ់សុខចិត្តឈឺសាច់ខ្លួនឯងប៊ីងាប់ប៊ីរស់ដោយសារតែការលះបង់របស់អូនថេនកាហ្នឹងឯងអូនអាបាក៏ចាប់ផ្ដើមមានអារម្មណ៍អាចទុកចិត្តក្រុមគ្នារបស់អូនថេនកាក៏ដូចជាអូនខៀវកាបានបន្តិចអូនកូកូជាមួយនឹងអូនណែអនក៏បានមកដល់ហើយអូនរបស់យើងទាំងអស់ប្រមាណអ្នកទៀតក៏បានមកដល់កន្លែងហ្នឹងដូចគ្នាបំរុងថានឹងនិយាយប្រាប់គ្រប់គ្នាឲ្យបានយល់កុំឲ្យឆ្លោះគ្នាតទៅទៀតទៅហើយហ្នឹងភ្លាមនោះពួកសមាជិកនៃព្រះទាំង8ហ្នឹងក៏បានមកដល់លំមរួចក៏បានចាប់អូនកូកូជាមួយនឹងអូនណែអនជាប់បន្ទាប់មកអូនស៊ីកូគូក៏បានណែនាំខ្លួនឲ្យគ្រប់គ្នាបានដឹងចឹងទៅថាពួកគេហ្នឹងគឺជាព្រះគ្រប់គ្រងក្នុងឋានបិសាចនេះហើយគោលបំណងរបស់គេគឺត្រូវតែបំផ្លាញមនុស្សជាតិរបស់យើងឲ្យខ្ទេចទាំងអស់ដោយសារតែពួកមនុស្សរបស់យើងហ្នឹងបានក្បត់ជាមួយនឹងអ្នកមានគុណរបស់ពួកគេក៏ប៉ុន្តែអូនស៊ីកូគូជាមួយនឹងគ្នាគឺមិនទាន់សម្លាប់ពួកគេឥឡូវហ្នឹងទេដោយនាងគឺចង់ទុកពួកគេធ្វើជាឧបករណ៍លេងសើចសិនក្រោយពីនិយាយរួចអូនស៊ីកូគូក៏បានបញ្ជាបិសាចដែលជាកូនចៅរបស់អូនអាបាហ្នឹងឲ្យទៅចាត់ការពួកគេវិញរួចក៏បាននាំខ្លួនអូនកូកូនិងអូនណាអនចេញពីកន្លែងហ្នឹងប៊ីនឹងត្រូវកូនចៅបិសាចរបស់ខ្លួនចាត់ការខ្លួនវិញទៅហើយហ្នឹងភ្លាមនោះប្រូយូគីនិងអូនគីយ៉ូកាក៏បានមកជួយទប់ទណ្ឌនៅពេលហ្នឹងអូនអាបាឆ្ងល់ខ្លាំងមែនទែនហេតុអីបានជាបិសាចហ្នឹងឈប់ស្ដាប់បញ្ជានាងបែបនេះរួចយើងក៏បានដឹងថាតាមពិតទៅបិសាចនៅក្នុងហ្នឹងទាំងអស់គឺសុទ្ធតែជារបស់ពួកព្រះទាំង8ហ្នឹងទាំងអស់ហ្នឹងហើយមូលហេតុដែលកន្លងមកនាងគ្រប់គ្រងវាបានគឺដោយសារតែអូនអាបាហ្នឹងបានរស់នៅក្នុងឋានបិសាចហ្នឹងរៀងយូរដែរហើយអាចបង្ក្រាបពួកវាបានអញ្ចឹងហើយទៅបានជាពួកវាខ្លាចនាងហើយស្ដាប់តាមបញ្ជានាងអញ្ចឹងទៅមិនមែនគ្រប់គ្រងបាន 100% នោះទេចំពោះអាបិសាចយូនីហននឹងដែរគឺវាមានសមត្ថភាពខ្លាំងលើសពីអ្វីដែលអូនអាបាធ្លាប់ប្រើវាកន្លងមកទៀតនិយាយទៅនាងគឺអត់ដែលដឹងថាវាមានសមត្ថភាពសាហាវបែបនេះនោះឡើយក្រោយពីប្រូយូគីនិងអូនគីយ៉ូការួមដៃគ្នាតស៊ូប្រយុទ្ធជាមួយនឹងអាបិសាចយូនីហននឹងធ្វើឲ្យវាបដូរទម្រង់ជាច្រើនអស់មួយសន្ទុះធំហើយនៅទីបំផុតពួកគេក៏អាចកម្ចាត់វាបានសម្រេចរួចក៏បានប្រមូលអ្នកដែលត្រូវរបួសត្រឡប់ទៅសម្រាប់ព្យាបាលវិញបន្ទាប់មកអូនគីយ៉ូកានិងអូនថេនកាក៏បានឲ្យអូនអាបានឹងទៅរកកន្លែងលាក់ខ្លួនថ្មីសម្រាប់ព្យាបាលរបួសសិនទៅចាំតពេលស្ថានភាពត្រឡប់មកល្អឡើងវិញពួកគេនឹងទៅជួយយកអូនកូកូនិងអូនណាអនត្រឡប់មកវិញក៏ប៉ុន្តែប្រូយូគីអត់ចង់ឲ្យបងស្រីរបស់ខ្លួនរស់នៅក្នុងភាពលាក់ខ្លួនតទៅទៀតនោះទេដោយគាត់គឺចង់ឲ្យអូនថេនកាក៏ដូចជាអូនគីយ៉ូកានឹងរាយការណ៍រឿងរ៉ាវទាំងអស់នេះទៅកាន់ថ្នាក់លើឲ្យបានដឹងចំពោះរឿងនេះអូនគីយ៉ូកាគិតថាអត់ទាន់អាចធ្វើអញ្ចឹងបាននោះទេព្រោះអីយើងមិនទាន់ដឹងនៅឡើយថាខាង Supreme Commander នឹងមានពាក់ព័ន្ធអីនឹងក្រុមយីងយ៉ាងស៊ីជម្រៅឬក៏អត់ដូចនេះដើម្បីការពារសុវត្ថិភាពឲ្យអូនអាល់បាក៏ដូចជាអ្នកដទៃទៀតដែលរងគ្រោះអញ្ចឹងពួកគេគឺត្រូវតែធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ជាមុនសិនបន្ទាប់ពីបានស្ដាប់ការណែនាំរបស់អូនគីយ៉ូកាហើយអូនអាល់បាក៏បានសម្រេចចិត្តចាកចេញដោយទុករបស់ដែលនាងស្រឡាញ់ឲ្យប្រូយូគីធ្វើជាកាដូនៃការចងចាំហើយនាងក៏បានលាប្អូនប្រុសជាទីស្រឡាញ់របស់ខ្លួនជាមួយនឹងស្នាមញញឹមពោពេញទៅដោយទឹកភ្នែកលុះពេលត្រឡប់មកដល់ផ្ទះវិញអូនថេនកាក៏បានលាពួកគេទៅជំរុំកន្លែងរបស់នាងវិញបន្ទាប់មកក៏ដល់ពេលណែអូនគីយ៉ូការបស់យើងនឹងគឺត្រូវផ្ដំវ៉ាន់ឈុតធំឲ្យប្រូយូគីរបស់យើងថ្ងៃព្រោះថាប្រូយូគីរបស់យើងនឹងគឺបានជួយនាងសងសឹកជាមួយនឹងបិសាចយូនីហនបានសម្រេចអញ្ចឹងអ្នកនាងសាកទាយមើលតាមវ៉ាន់លើកហ្នឹងអូនគីយ៉ូកាឲ្យប្រូយូគីអីគេជួយខមមិននៅខាងក្រោមមកនៅថ្ងៃបន្ទាប់ប្រូយូគីក៏បានយករបស់កាដូអនុស្សាវរីយ៍ដែលបងស្រីឲ្យហ្នឹងយកមកមើលព្រោះអីគាត់មានការនឹករលឹកទៅកាន់បងស្រីជាទីស្រឡាញ់ខ្លាំងមែនទែនហើយគាត់សន្យាថានឹងជួយបងស្រីឲ្យបានក៏ពងតសេតមិនទាន់បានប្រមាណផងភ្លាមនោះអូនថេនកាក៏បានតេលេផតមករកប្រូយូគីតែ2នាក់ដល់ក្នុងបន្ទប់ទៀតហើយចង់និយាយថាយប់មិញមិនទាន់បាត់ឈឺខ្លួនបោះអូនគីយ៉ូកាផងឥឡូវអូនថេនកាមកមួយទៀតតែសួយអីអូនគីយ៉ូកាស្រាប់តែចូលមកឃើញតាន់ចប់តែប៉ុណ្ណេះអូនថេនកាអត់លិតទៀតបដ ாய் ហើយបើប្រូយូគីវិញដឹងតែងាប់បោះអូនគីយ៉ូកាទៀតហើយអូខេហ្នឹងហើយអ្នកនរគ្នាសាច់រឿង Chain Soldier រដូវកាលទី1របស់យើងគឺត្រូវបានបញ្ចប់តែត្រឹមហ្នឹងអរគុណច្រើនអ្នកនរគ្នាដែលបានតាមដានទស្សនាវីដេអូរបស់ Admin តាំងពីដើមរហូតដល់ចប់ជម្រាបលាអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ May the God be bless you